ហេតុការណ៍បានបន្តនៅពេលដែលអេមីលីនាងបានចេញអំពីការធ្វើតែវិញប៉ុន្តែនៅពេលដែលនាងបានធ្វើដំណើរមកដល់ក្រៅនាងគឺបានឃើញជាមួយនឹងព្យុះទឹកកកចំណែកឯប្រជាជនដទៃវិញពួកគេគឺមិនបានធ្វើដំណើរទៅណាទេពួកគេគឺកំពុងតែរង់ចាំទៅកាន់អេមីលីនឹងឯងនៅពេលដែលឃើញអញ្ចឹងអេមីលីនាងក៏បានសួរទៅកាន់ពួកគេផងដែរថាវាមានរឿងអ្វីកើតឡើងប៉ុន្តែគឺតោះត្រង់ថាពួកគេទាំងអស់គ្នានឹងក៏មិនដឹងដែរប៉ុន្តែពួកគេបាននិយាយទៅកាន់អេមីលីថាដំបូងឡើយពួកគេស្មានតែវាជាស្នាដៃរបស់អេមីលីតាមពិតទៅអេមីលីអត់បានធ្វើទេមែន នៅពេលដែលអេមីលីបានឃើញជាមួយនឹងស្នូលទឹកកកនាងគឺដឹងភ្លាមថាវាគឺជាវត្តមន្តរបស់បុកអញ្ចឹងហើយនាងគឺប្រញាប់ប្រញាល់ធ្វើដំណើរទៅរកបុកភ្លាមៗតែម្ដងចំណែកឯខាងបុករ៉ូស្វល់ហើយនឹងរីនឯនេះវិញចំណែកឯរ៉ូស្វល់នៅពេលដែលគាត់បានបើកការវិភាគទៅកាន់រីនគឺយើងឃើញថារីននាងគឺមានជាមួយនឹងរបួសយ៉ាងខ្លាំងចំណែកឯរ៉ូស្វល់វិញគាត់គឺពិតជាដឹងខុសខ្លាំងណាស់គាត់គឺមិនគួរណាបើកការវិភាគទៅកាន់រីននោះទេ ចំណែកឯបុកវិញវាក៏បាននិយាយទៅកាន់ Roswell ផងដែរនេះហើយគឺជាកំហឹងគឺមិនមែនជាដំណោះស្រាយនៅក្នុងការដោះស្រាយបញ្ហាទេនៅពេលដែលយើងបានឃើញទៅកាន់ស្ថានភាពរបស់ Rin យើងគឺអាចទីបានថានៅពេលនេះនាងគឺមិនអាចនៅរស់បានទៀតឡើយចំណែកឯ Roswell វិញគាត់គឺពិតជាស្ដាយក្រោយខ្លាំងមែនទែនគាត់គឺមិនដឹងថាគួរតែធ្វើអ្វីទេឥឡូវនេះប៉ុន្តែគាត់បាននិយាយប្រាប់ទៅកាន់ Rin ថាហេតុអ្វីបានជា Rin មិនប្រាប់គាត់ឲ្យលឿនជាងនេះ ហេតុអ្វីបានជារៀនមិនប្រាប់គាត់តាំងពីដំបូងថានាងគឺស្រឡាញ់គាត់បើសិនជានាងប្រាប់គាត់តាំងពីដំបូងគាត់ក៏មិនធ្វើបែបនេះដែរចំណែកឯបុកវិញវាក៏មិនអាចនៅទីនេះបានទៀតដែរបន្ទាប់មកវាក៏បានធ្វើដំណើរចាកចេញតែម្ដងមិនយូរមិនឆាប់ព្រិលវាគឺចាប់ផ្ដើមធ្លាក់ចំណែកឯរ៉ូស្វល់វិញគាត់គឺពិតជាអស់សង្ឃឹមខ្លាំងណាស់ហើយគាត់គឺបាននិយាយថាជាចុងក្រោយគម្រោងការរបស់គាត់វាក៏នៅតែបរាជ័យដដែលប៉ុន្តែលើកនេះ Roswell គាត់គឺបាត់បង់ជាមួយនឹងមនុស្សជាទីស្រឡាញ់របស់គាត់បាត់ទៅហើយគាត់គឺមិនចង់បានជាមួយនឹងគម្រោងការអីរបស់គាត់នឹងទៀតទេ បន្ទាប់មក Roswell គាត់ក៏បានប្រើជាមួយនឹងវេទមន្តរបស់គាត់ព្យាបាលទៅកាន់ Rin ទោះបីជាគាត់ដឹងថាវាគឺមិនអាចជួយ Rin បានក៏ដោយចំណែកឯខាង Emily ឯនេះវិញនាងគឺបានធ្វើដំណើរមកដល់ប្រាសាទមួយកន្លែងដែលវាគឺជាកន្លែងស្នូលនៃរបាំងវេទមន្តនឹងឯងឬក៏យើងអាចនិយាយបានថាវាគឺជាកន្លែងរបស់អាយនៅពេលដែល Emily នាងបានធ្វើដំណើរទៅដល់នាងគឺបានឃើញជាមួយនឹងបារជាច្រើនដែលពួកគេគឺកំពុងតែសន្ធិដ្ឋនៅទីនោះប៉ុន្តែយើងក៏បានឃើញជាមួយនឹងអារ៉ូម៉ាផងដែរ ប៉ុន្តែមើលទៅកាន់អារ៉ូម៉ានៅពេលនេះនាងហាក់ដូចជាមិនសប្បាយចិត្តនោះទេដោយសារតែនាងដឹងថាបារបស់នាងម្នាក់ទៀតហើយនឹងអាយពួកគេនឹងរលាយទៅបាត់តែម្ដងដោយសារតែរបាំងវេទមន្តនេះវាគឺចាប់ផ្ដើមរលាយបាត់ហើយដោយសារតែអាយនាងគឺបានលះបង់ជាមួយនឹងជីវិតរបស់នាងដើម្បីបន្តជាមួយនឹងខមវេទមន្តមួយនេះអញ្ចឹងហើយនៅពេលណាដែលរបាំងវេទមន្តវាគឺរលាយវិញ្ញាណរបស់នាងវាក៏រលាយទៅតាមនឹងដែរប៉ុន្តែគឺតោះត្រង់ថាពួកគេគឺមិនបានរលាយទៅទាំងអស់គ្នានោះទេដោយសារតែបាម្នាក់នាងគឺមានជាមួយនឹងសមត្ថភាពម្យ៉ាងអាចគ្រប់គ្រងទៅកាន់ខ្លួនបាននិយាយទៅបាដែលមានជាមួយនឹងសមត្ថភាពអាចគ្រប់គ្រងទៅកាន់ខ្លួនបានគឺមានចំនួន3ប៉ុន្តែលើកនេះគឺមានតែ2តែប៉ុណ្ណោះអញ្ចឹងហើយបាម្នាក់នៅក្នុងចំណោមបាទាំង3នោះនាងក៏សម្រេចចិត្តថាលះបង់នៅខ្លួននាងម្នាក់ទៀតដើម្បីរលាយទៅកាន់អាយតែម្ដងកន្លែងនេះខ្ញុំអាចនឹងពិបាកបញ្យល់គ្នាយើងប៉ុន្តែខ្ញុំនឹងព្យាយាមបញ្យល់ឲ្យគ្នាយើងស្រួលស្ដាប់ កន្លែងហ្នឹងគឺគេចង់មានន័យថាអញ្ចេះបើសិនជាអាយនេះគឺបានរលាយទៅបាត់ខ្លួនទាំងអស់វាក៏រលាយទៅតាមនឹងដែរប៉ុន្តែបើសិនជាមានជាមួយនឹងបាមួយនៅក្នុងចំណោមបាទាំង3ពួកគេហ៊ានលះបង់ជីវិតរបស់ពួកគេរលាយទៅតាមអាយនោះមានន័យថាខ្លួនទាំងអស់វាគឺមិនរលាយទៅតាមទេដោយសារតែមានជាមួយនឹងបាពិសេសម្នាក់ដែលពួកគេបានលះបង់ជីវិតរបស់ពួកគេដើម្បីជួយសង្គ្រោះទៅកាន់ខ្លួនដទៃនឹងឯង នេះហើយគឺជាមូលហេតុដែលអារ៉ូម៉ានាងគឺមិនសប្បាយចិត្តបើសិនជាបានចាក់ចេញពីនាងម្នាក់ទៀតនោះមានន័យថានាងនឹងរស់នៅតែម្នាក់ឯងជាមិនខាននៅពេលដែលអាយហើយនឹងអារ៉ូម៉ាម្នាក់ទៀតពួកគេគឺបានរលាយទៅបានវាគឺមិនមែនជាពេលវេលាដែលពួកគេត្រូវសោកសៅទេពួកគេគឺត្រូវតែធ្វើដំណើរទៅជួយសង្គ្រោះអ្នកដទៃទៀតនៅពេលដែលអេមីលីនាងបានធ្វើដំណើរតាមផ្លូវនាងគឺបានឃើញជាមួយនឹង Roswell ប៉ុន្តែនៅពេលដែលនាងបានសង្កេតគឺឃើញថា Roswell នៅពេលនេះគាត់គឺគ្មានជាមួយនឹងបលឹងបលែនៅក្នុងខ្លួននោះទេ ចំណែកឯមូលហេតុវិញដោយសារតែគាត់គឺបានប្រើប្រាស់ជាមួយនឹងម៉ាណារបស់គាត់ព្យាបាលទៅកាន់រីនដែលអត់ឈប់ឈរនិយាយទៅកន្លែងហ្នឹង Roswell គាត់គឺមិនខ្វល់អំពីខ្លួនឯងទេប៉ុន្តែសំខាន់ឲ្យតារីននេះគឺរស់ឡើងវិញទោះបីជារីនមិនរស់ក៏ដោយគាត់ក៏នៅតែព្យាយាមដែរនៅពេលដែលអេម៉ាលីបានឃើញទៅកាន់ស្ថានភាពរបស់ Roswell មើលទៅហាក់ដូចជាមិនស្រួលទេជាពិសេសពួកគេគឺបានឃើញជាមួយនឹងសត្វតុនសាយដែលវាគឺចាប់ផ្ដើមធ្វើដំណើរចេញមកម្ដងទៀតហើយអញ្ចឹងហើយអេម៉ាលីនាងក៏សម្រេចចិត្តថាយក Roswell ហើយនឹងរីនទៅកន្លែងសុវត្ថិភាពសិន ហេតុការណ៍បានកាន់មកកាន់អ្នកដែលនៅក្នុងវិមានឯនេះវិញយើងគឺបានឃើញថាវិមានទាំងមូលគឺកំពុងតែឆេះយ៉ាងសន្ធោសន្ធៅចំណែកឯខាងបែត្រិតឯនេះវិញនាងក៏ដឹងជាមួយនឹងស្ថានភាពដែលកំពុងកើតឡើងដែលនៅខាងក្រៅផងដែរប៉ុន្តែគឺតោះត្រង់ថានាងគឺមិនអាចចេញទៅធ្វើអីបានទេដោយសារតែនេះវាគឺជាកិច្ចសន្យារវាងនាងហើយនឹងអ៊ីឈីណាបែត្រិតនាងគឺបានចងចាំទៅកាន់អតីតកាលដែលអ៊ីឈីណានៅពេលនោះគឺបានបង្ខំទៅកាន់បែត្រិតឲ្យមកមើលជាមួយនឹងបណ្ណាល័យរបស់នាង
នៅពេលនោះអ៊ីស៊ីណាបាននិយាយទៅកាន់បេត្រីថាចំណេះដឹងរបស់នាងវាគឺពិតជាច្រើនណាស់អញ្ចឹងហើយនាងគឺមិនចង់ឲ្យវាខ្ជះខ្ជាយទេដើម្បីកុំឲ្យវានៅតែនេះអត់ប្រយោជន៍ឬក៏កុំឲ្យអ្នកដទៃពួកគេបំភ្លេចជាមួយនឹងរឿងទាំងអស់នេះនាងក៏សម្រេចចិត្តថាឲ្យបេត្រីគឺជាអ្នកកាន់កាប់ជាមួយនឹងបណ្ណាល័យមួយនេះជារៀងរហូតនៅពេលនោះវិញដោយសារតែបេត្រីនាងគឺមិនដឹងនាងគឺគិតថាវាគ្រាន់តែជាការមើលថែបណ្ណាល័យធម្មតាតែប៉ុណ្ណោះប៉ុន្តែនាងគឺមិនដឹងថានាងគឺបានធ្លាក់ចូលអន្ទាក់របស់អ៊ីស៊ីណានោះទេដែលនាងគឺបានចោះកិច្ចសន្យាជាមួយនឹងអ៊ីស៊ីណាដែលអ៊ីស៊ីណាគឺបានបំរើឲ្យបេត្រីមើលថែទៅកាន់បណ្ណាល័យរបស់នាងជារៀងរហូតគឺមិនឲ្យចេញតាណាក្រៅពីបណ្ណាល័យនឹងឡើយចំណែករ៉ូស្វលវិញតាំងពីគាត់បាត់បង់ជាមួយនឹងអ៊ីស៊ីណាគាត់គឺមិនខកគ្នាអំពីបេត្រីទេគាត់គឺតែងតែធ្វើដំណើរមកកាន់បណ្ណាល័យមួយនេះដើម្បីសិក្សាជាមួយនឹងរឿងផ្សេងចំណែកឯការសិក្សារបស់រ៉ូស្វលវិញគាត់គឺចង់រកជាមួយនឹងវិធីដើម្បីឲ្យមនុស្សស្លាប់ហើយរស់ឡើងមកវិញបន្ទាប់ពីចំណាយពេលអស់រយៈពេល400ឆ្នាំបេត្រីនាងគឺចាប់ផ្ដើមមានជាមួយនឹងអារម្មណ៍មួយនាងគឺតែងតែមានអារម្មណ៍ថាឯកាមនុស្សសំខាន់ដែលនាងស្រឡាញ់មនុស្សសំខាន់ដែលនាងទុកចិត្តពួកគេក៏ຕົកនាងចោលដែរជាពិសេសគឺជារស់ស្វលនឹងតែម្ដងនៅពេលដែលនាងគឺកំពុងតែសន្តិដ្ឋនៅក្នុងវិបត្តិឯកាប៉ុន្តែស្រាប់តែមានជាមួយនឹងបរិសម្នាក់ដែលបរិសម្នាក់នោះគឺតែងតែធ្វើដំណើរមកលេងជាមួយនឹងនាងជារៀងរាល់ថ្ងៃហើយគាត់ក៏ជាមនុស្សម្នាក់ដោយខុសពីគេផងដែរដោយសារតែគាត់គឺអាចចេញចូលនៅក្នុងបណ្ណាល័យរបស់នាងដោយសេរីចំណែកឯខាងសុបារុឯនេះវិញគាត់គឺព្យាយាមស្វែងរកទៅកាន់បេត្រីតខ្លាំងមែនទែនប៉ុន្តែនៅពេលដែលគាត់ស្វែងរកឃើញនាងបេត្រីតគឺបានរុញសុបារុចេញក្រៅតែម្ដងប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសុបារុគាត់ក៏នៅតែស៊ូទ្រាំធ្វើដំណើរមកជួបបេត្រីតទាល់តែបាននៅពេលដែលឃើញចឹងបេត្រីតនាងគឺចាប់ផ្ដើមអស់ជាមួយនឹងការអត់ធ្មត់តែម្ដងនាងគឺបានស្រែកទៅកាន់សុបារុថាសុបារុនឹងគាត់គឺមិនខ្លាចងាប់ទេមែននាងបាននិយាយទៅកាន់សុបារុទៀតថាសុបារុគឺមិនមែនជាមនុស្សដែលនាងគឺកំពុងតែរងចាំទេហេតុអ្វីបានជាសុបារុនៅតែបន្តធ្វើដំណើរមកដល់ទីនេះសុបារុបាននិយាយទៅកាន់បេត្រីតវិញថាគាត់គឺទទួលស្គាល់ថាគាត់គឺមិនមែនជាមនុស្សដែលបេត្រីតកំពុងតែរងចាំទេប៉ុន្តែគាត់គឺជាមនុស្សម្នាក់ដែលអាចដោះស្រាយជាមួយនឹងបញ្ហាបាននៅពេលដែលបេត្រីតនាងគឺបំរុងនឹងរុញសុបារុចេញក្រៅទៅហើយសុបារុបាននិយាយទៅកាន់បេត្រីតថាទោះបីជាមនុស្សដទៃពួកគេគឺមិននៅក្បែរនាងប៉ុន្តែគាត់គឺស្ម័គ្រចិត្តនៅជាមួយនឹងបេត្រីតជានិច្ចប៉ុន្តែពួកគេក៏មិនអាចបន្តជាមួយនឹងការសន្ទនាបានទៀតដែរដោយសារតែភ្លើងវាគឺចាប់ផ្ដើមឆេះហើយវាក៏ចាប់ផ្ដើមរាលដាលមកកាន់បណ្ណាល័យរបស់បេត្រីតដូចគ្នានៅពេលដែលអញ្ចឹងទៅបេត្រីតនាងក៏បានបញ្ជូនសុបារុចេញទៅខាងក្រៅដើម្បីឲ្យមានជាមួយនឹងសុវត្ថិភាពហើយនាងបាននិយាយទៅកាន់សុបារុថានាងគឺលាសិនហើយនៅពេលដែលសុបារុបានថេលផុតមកដល់ខាងក្រៅគាត់គឺមិនចោះចាញ់ទេគាត់ក៏នៅតែបន្តរត់ចូលទៅក្នុងវិមានដើម្បីស្វែងរកទៅកាន់បេត្រីតបន្តទៀតប៉ុន្តែគឺទាស់ត្រង់ថាទ្វារនៅក្នុងវិមានទាំងអស់វាគឺចាប់ផ្ដើមឆេះអស់ហើយអញ្ចឹងហើយគាត់គឺមិនដឹងថារ៉ូបេត្រីតនៅឯណានោះទេប៉ុន្តែសុបារុគាត់ក៏ចាប់ផ្ដើមចាប់អារម្មណ៍ទៅកាន់ផ្លូវសម្ងាត់មួយរួចគាត់ក៏បានធ្វើដំណើរទៅដល់ទីនោះហើយគាត់គឺបានឃើញថាវាគឺនៅសល់ជាមួយនឹងទ្វារមួយចុងក្រោយនៅពេលដែលសុបារុបានចូលទៅក្នុងទ្វារមួយនោះគាត់គឺអាចជួបជាមួយនឹងបេត្រីតបានពិតមែនចំណែកឯបេត្រីតវិញនាងគឺពិតជាអស់សង្ឃឹមទៅកាន់សុបារុខ្លាំងណាស់នាងគឺប្រឹងជួយទៅកាន់គាត់ហើយប៉ុន្តែគាត់ក៏នៅតែរឹងក្បាលធ្វើដំណើរមកដល់ទីនេះទៀតចំណែកឯសុបារុគាត់គឺចាប់ផ្ដើមនិយាយបញ្ចុះបញ្ចូលទៅកាន់បេត្រីតជាច្រើនគាត់បាននិយាយទៅកាន់បេត្រីតថាតើបេត្រីតប្រកាសហើយមែនថានេះគឺចង់រស់នៅតែម្នាក់ឯងនៅពេលដែលលេងអញ្ចឹងបេត្រីតនាងគឺចាប់ផ្ដើមគាំងបន្តិចប៉ុន្តែនាងបាននិយាយទៅកាន់សុបារុថានាងគឺពិតជាចង់រស់នៅជាមួយនឹងអ្នកគ្រប់គ្នាខ្លាំងណាស់ប៉ុន្តែគឺទាស់ត្រង់ថាមនុស្សគ្រប់គ្នាពួកគេពិតជាមានអាយុខ្លីមែនទែនពួកគេគឺមិនអាចរស់នៅជាមួយនឹងនាងជារៀងរហូតបានទេប៉ុន្តែសុបារុបាននិយាយទៅកាន់បេត្រីតវិញថាបើសិនជានាងមិនអាចរស់នៅជាមួយនឹងពួកគេបានហើយចុះហេតុអ្វីបានជានាងមិនចង់ចំណាយពេលវេលាចុងក្រោយរបស់ពួកគេរស់នៅជាមួយនឹងពួកគេទៅវាមិនល្អជាងអីបន្ទាប់មកសុបារុគាត់ក៏បានឈោងដៃទៅកាន់បេត្រីតរួចគាត់បាននិយាយទៅកាន់នាងថាឥឡូវស្ដាប់តាមគាត់មកតាមគាត់មកគាត់នឹងជួយនាងបោះបង់នៅអ្វីគ្រប់យ៉ាងដែលនាងកំពុងតែធ្វើហើយដើរតាមគាត់វិញគាត់គឺធានាថានាងគឺមិនឯកាទេនៅពេលដែលលេងអញ្ចឹងបេត្រីនាងគឺចាប់ផ្ដើមស្រក់ទឹកភ្នែកតែម្ដងរួចនាងបាននិយាយទៅកាន់សុបារុថាសុបារុគឺមិនខុសគ្នាអំពីអ៊ីស៊ីណាទេបើសិនជានាងដើរតាមគាត់ច្បាស់ណាស់ថ្ងៃណាមួយសុបារុនឹងចាកចេញពីនាងប៉ុន្តែសុបារុបាននិយាយទៅកាន់បេត្រីថាគាត់គឺមានជំរឿឯនេះជ្រើសរើសទី1នាងគឺរស់នៅតែម្នាក់ឯងចំណែកឯទី2នាងគឺរស់នៅជាមួយនឹងគាត់ថ្ងៃស្អែកនាងគឺឃើញមុខគាត់ស្អែកទៀតនាងក៏នៅតែឃើញមុខគាត់ដែរស្អែកទៅមុខទៀតនាងក៏នៅតែឃើញមុខគាត់តែនាងគឺរើសយកមួយណាស៊ូបារុបាននិយាយថាគាត់គឺទទួលស្គាល់ថាគាត់គឺមិនមែនអាយុវែងដូចជានាងពិតមែនប៉ុន្តែគាត់នឹងធ្វើឲ្យនាងសប្បាយចិត្តជារៀងរាល់ថ្ងៃហើយគាត់គឺសន្យាថាគាត់នឹងនៅក្បែរនាងរហូតមិនចាកចេញអំពីនាងនោះទេអញ្ចឹងហើយសូមមេត្តាគាត់គឺចង់ឲ្យបេត្រីតទុកចិត្តមកកាន់គាត់ប៉ុន្តែយើងគឺមិនដឹងថាមានរឿងអ្វីកើតឡើងទៀតទេយើងគឺបានឃើញជាមួយនឹងប្រជាជនយ៉ាងច្រើនដែលពួកគេគឺកំពុងតែឈរសម្លឹងមើលទៅកាន់វិមានដែលវាកំពុងតែឆេះ
នៅពេលដែលពួកគេបានគិតថាពួកគេគឺបាត់បង់ជាមួយនឹង Subaru ទៅហើយពួកគេគឺបានឃើញជាមួយនឹងភ្លើងមួយដែលវាគឺកំពុងហោះសម្ដែងយ៉ាងលឿនសម្ដៅទៅកាន់ភូមិរបស់ Roswell ចំណែកឯនៅក្នុងពលឺមួយនោះវិញវាគឺជា Subaru ហើយនិង Beatrice បាននិយាយទៅកាន់ Subaru ថាតើគាត់អាចសន្យាជាមួយនឹងនាងបានទេថាគាត់គឺមិនទុកនាងចោលដូចជា Ishina ចំណែកឯខាង Emily ហើយនិងប្រជាជនដទៃវិញពួកគេនៅពេលនេះគឺចាប់ផ្ដើមទាល់ហើយដោយសារតែអាសត្វទន្សាយមួយហ្នឹងវាគឺបានព័ទ្ធទៅកាន់ពួកគេពេញនឹងតែម្ដងប៉ុន្តែសំណាងល្អ Subaru ហើយនិង Beatrice ពួកគេក៏បានធ្វើដំណើរមកដល់រួច Subaru បាននិយាយទៅកាន់ Emily ថារឿងទាំងអស់ទុកឲ្យគាត់ជាអ្នកដោះស្រាយនៅពេលដែល Subaru ហើយនិង Beatrice ពួកគេបានធ្វើដំណើរមកដល់ Subaru បានសួរទៅកាន់ Beatrice ថាតើនៅពេលនេះពួកយើងគួរតែធ្វើអ្វី Beatrice បាននិយាយទៅកាន់ Subaru ថាសម្បត្តិត្រឹមសត្វទន្សាយទាំងអស់ហ្នឹងវាគឺការខ្លាំងណាស់សម្រាប់នាងនៅពេលដែល Beatrice បានបើកការវិភាគទៅកាន់ពួកវាត្រឹមតែមួយក្បាច់តែប៉ុណ្ណោះនាងគឺបានចាត់ការទៅកាន់ពួកវាទាំងអស់តែម្ដងប៉ុន្តែគឺទាស់ត្រង់ថាសត្វទន្សាយទាំងអស់ហ្នឹងវាគឺជាសត្វទន្សាយនៅក្នុងចំណោមសត្វវេទមន្តទាំង3អញ្ចឹងហើយប្រហែលជាវាមានជាមួយនឹងសមត្ថភាពអ្វីមួយជាមិនខានចំណែកឯសមត្ថភាពរបស់វាវិញវាគឺមិនចេះស្លាប់ទេនៅពេលណាដែលគ្នារបស់វាមួយស្លាប់វានឹងចេញជាមួយនឹងគ្នាវាជាច្រើនអ្នកទៀតនឹងធ្វើដំណើរមកដល់ទីនេះឬក៏យើងហៅថាវាគឺគ្មានដែនកំណត់នឹងឯងនៅពេលដែលអញ្ចឹងទៅ Subaru គាត់ក៏ចាប់ផ្ដើមមានជាមួយនឹងកំណត់មួយដោយកំណត់របស់គាត់នឹងប្រើជាមួយនឹងវេទមន្តរបស់ Beatrice ធ្វើជាមួយនឹងរបងនៅពេលដែលគាត់បានពាត់ទៅកាន់អាសត្វទន្សាយនឹងទាំងអស់រួចហើយគាត់គឺបានបញ្ជាទៅកាន់ Emily ឲ្យនាងប្រើជាមួយនឹងវេទមន្តរបស់នាងដើម្បីបង្កកជាមួយនឹងរបងទាំងអស់នោះបន្ទាប់មក Emily នឹងក៏បានប្រើជាមួយនឹងវេទមន្តរបស់នាងចាប់លើកទៅកាន់អាសត្វទន្សាយទាំងអស់នឹងឡើងទៅខាងលើតែម្ដងចំណែកឯ Beatrice នាងគឺបានប្រើជាមួយនឹងវេទមន្តរបស់នាងដែលធ្វើឲ្យអាសត្វទន្សាយទាំងអស់នោះវាគឺចាប់ផ្ដើមខំសម្លាប់គ្នាឯងនឹងឯងបន្ទាប់មក Beatrice នាងក៏បានប្រើជាមួយនឹងវេទមន្តរបស់នាងម្ដងទៀតលុបបំបាត់ទៅកាន់អាសត្វទន្សាយទាំងអស់ហ្នឹងចេញពីចក្រវាឡនេះតែម្ដងទោះបីជាពួកគេមិនអាចសម្លាប់វាបានពិតមែនប៉ុន្តែនាងគឺបានលុបបំបាត់ពួកវាចេញអំពីពិភពលោកមួយនេះនៅពេលដែលការប្រយុទ្ធត្រូវបានបញ្ចប់មើលទៅកាន់ប្រជាជនទាំងអស់គ្នាពួកគេពិតជាសប្បាយចិត្តខ្លាំងណាស់ចំណែក Erin វិញនៅពេលនេះនាងគឺចាប់ផ្ដើមមានជាមួយនឹងជីវិតរស់ឡើងវិញហើយនៅពេលដែល Roswell បានឃើញតែកាន់រៀននាងគឺរស់ឡើងមកវិញគាត់គឺពិតជាសប្បាយចិត្តខ្លាំងណាស់ចំណែកឯ Beatrice វិញនាងគឺចាប់ផ្ដើមខឹងទៅកាន់ Subaru តែម្ដងនាងបាននិយាយទៅកាន់ Subaru ថាតើ Subaru ចង់ចាំពាក្យសន្យាទេគាត់សន្យាជាមួយនឹងនាងថាគាត់គឺមិនចាកចេញពីនាងចំណែកឯ Subaru គាត់ក៏បានសុំទោសទៅកាន់នាងផងដែរប៉ុន្តែគាត់ក៏សប្បាយចិត្តដូចគ្នាបន្ទាប់មកហេតុការណ៍បានកើតនៅពេលដែល Beatrice ហើយនិង Roswell ពួកគេបានធ្វើដំណើរចូលទៅដល់ក្នុងប្រាសាទដើម្បីមើលជាមួយនឹងសាកសពរបស់ Ishina ជាលើកចុងក្រោយនៅពេលដែលនៅទីពីរនេះ Roswell បានសួរទៅកាន់ Beatrice ថាតើហេតុអ្វីបានជា Beatrice នាងគឺយល់ព្រមតាមសំណើរបស់ Subaru Beatrice បាននិយាយទៅកាន់ Roswell វិញទាំងទំនុកចិត្តថាដោយសារតែ Subaru គឺជាមនុស្សតែម្នាក់គត់ដែលធ្វើឲ្យនាងអាចមានជាមួយនឹងសេរីភាពបាននៅពេលដែលឮអញ្ចឹង Roswell គាត់ក៏យល់ស្របដែរគាត់គឺបាននិយាយថា Subaru គាត់គឺជាអ្នកខ្លាំងពិតមែនទោះបីជាគាត់គឺគ្មានជាមួយនឹងវេទមន្តទោះបីជាគាត់គ្មានជាមួយនឹងកម្លាំងប៉ុន្តែប្រាជ្ញារបស់គាត់វាគឺពិតជាល្អខ្លាំងណាស់ចំណែកឯ Roswell វិញនៅពេលនេះគាត់គឺចាប់ផ្ដើមដឹងជាមួយនឹងកំហុសរបស់គាត់ហើយគាត់បាននិយាយទៅកាន់ Beatrice ថាគាត់គឺចង់ឲ្យ Beatrice ដាក់ទោសមកកាន់គាត់នៅពេលដែលឮអញ្ចឹង Beatrice នាងគឺមិនចាំយូរនោះទេនាងក៏បានដោះជាមួយនឹងស្បែកជើងរបស់នាងយកទៅទះមុខ Roswell ផាំងតែម្ដងប៉ុន្តែនាងបាននិយាយទៅកាន់ Roswell ទៀតថាវាគឺមិនតាន់បញ្ចប់ត្រឹមហ្នឹងទេ Roswell គឺត្រូវតែឲ្យអ្នកដទៃដាក់ទោសទៅកាន់គាត់ដែរទើបនាងក៏អត់ទោសឲ្យគាត់ជាចុងក្រោយពួកគេទាំងពីរក៏បានលាទៅកាន់ Ishina ជាលើកចុងក្រោយផងដែរចំណែកឯខាង Emily ហើយនិង Subaru ឯនេះវិញនៅពេលដែលពួកគេកំពុងតែអង្គុយនិយាយគ្នានោះ Emily បាននិយាយទៅកាន់ Subaru ថាតើ Subaru ចង់ចាំទេដែលគាត់បាននិយាយថាគាត់គឺស្រឡាញ់នាងបន្ទាប់មក Emily បាននិយាយទៅកាន់ Subaru វិញថាបើសិនជា Subaru ចង់ស្រឡាញ់នាងតើ Subaru គឺអាចបង្កើតកូនឲ្យមកកាន់នាងបានមួយទេនៅពេលដែលឮអញ្ចឹង Subaru គាត់គឺចាប់ផ្ដើមគាំងតែម្ដង Emily បាននិយាយទៅកាន់ Subaru ថាវាគឺជាទំនៀមទម្លាប់អំបូរអ៊ីហ្វរបស់នាងនៅពេលដែលពួកគេស្រឡាញ់គ្នាដើម្បីបញ្ជាក់ជាមួយនឹងសេចក្តីស្រឡាញ់ពួកគេគឺត្រូវតែបង្កើតជាមួយនឹងកូនទើបគេបញ្ជាក់ថាពួកគេទាំងពីរពិតជាស្រឡាញ់គ្នាពិតមែននៅពេលដែលឮអញ្ចឹង Subaru គាត់ក៏រៀងវល់ដែរប៉ុន្តែគាត់បាននិយាយទៅកាន់ Emily វិញថាដើម្បីបានកូនមួយមិនស្រួលទេណាប្រើកម្លាំងច្រើនណាស់ណាប៉ុន្តែ Emily នាងគឺមិនបានខ្វល់ទេដោយសារតែនាងគឺមិនមែនជាអ្នកប្រើកម្លាំងឯណា Subaru ទេគឺជាអ្នកប្រើជាមួយនឹងកម្លាំងនោះអញ្ចឹងហើយនាងបាននិយាយទៅកាន់ Subaru ថាទោះបីជាមានរឿងអ្វីក៏ដោយ Subaru គឺត្រូវតែបង្កើតឲ្យមកកាន់នាងហេតុការណ៍បានកាត់មកកាន់ Roswell ឯនេះវិញគាត់គឺបានបំពេញជាមួយនឹងពាក្យសន្យាដែលគាត់បានសន្យាទៅកាន់ Beatrice រួចហើយដែលគាត់គឺសម្រេចចិត្តថាឲ្យទៅកាន់អ្នកដទៃដាក់ទោសមកកាន់គាត់នៅពេលដែលអញ្ចឹងអ្នកដទៃពួកគេមិនបានបធូរដៃទេពួកគេបានវាយទៅកាន់ Roswell ប៉ោងមុខអស់រលីង
ចំណែក Roswell វិញគាត់បាននិយាយទៅកាន់ពួកគេថាដោយសារតែនៅពេលនេះគាត់គឺបានចោះចាញ់ទៅកាន់ពួកគេអញ្ចឹងហើយគាត់គឺមិនអាចក្បត់ទៅកាន់ពួកគេម្ដងទៀតបានឡើយចំណែកឯមូលហេតុវិញគាត់គឺបានបង្ហាញជាមួយនឹងត្រាវេទមន្តដែលវាគឺបានជាប់នៅលើខ្លួនប្រាណរបស់ Roswell នឹងឯងចំណែកឯនៅក្នុងត្រាវេទមន្តទាំងអស់ហ្នឹង Roswell គាត់គឺមិនអាចចោះចាញ់ទៅកាន់អ្នកណាគេបានងាយៗទេបើសិនជាគាត់ចោះចាញ់ទៅកាន់ពួកគេគាត់គឺគ្មានជាមួយនឹងឱកាសក្បត់ទៅកាន់ពួកគេជាលើកទីពីរបានឡើយ នេះហើយគឺជាមូលហេតុដែលគាត់មិនចង់ចោះចាញ់ទៅកាន់ពួកគេប៉ុន្តែលើកនេះគាត់គឺទទួលស្គាល់ថាគាត់គឺពិតជាធ្វើខុសពិតមែនអញ្ចឹងហើយគាត់បាននិយាយទៅកាន់ពួកគេថាគាត់គឺគ្មានជាមួយនឹងអាកាសក្បត់ទៅកាន់ពួកគេទៀតទេអញ្ចឹងហើយសូមឲ្យពួកគេទុកចិត្តមកកាន់គាត់តែចោះបន្ទាប់មក Roswell គាត់ក៏ចាប់ផ្ដើមមានជាមួយនឹងកំណត់មួយដោយសារតែគាត់ដឹងថា Subaru គាត់គឺចង់ធ្វើជាមួយនឹងណៃរបស់ Emily អញ្ចឹងហើយថ្ងៃស្អែកគាត់នឹងនាំពួកគេទាំងអស់គ្នាទៅកាន់ផ្ទះស្រុកកំណើតរបស់គាត់ដើម្បីធ្វើជាមួយនឹងវិធីជប់លៀងមួយនោះ ដោយសារតែវាមានដែលពួកគេបានរស់នៅហ្នឹងវាគឺត្រូវបានឆេះខ្ទេចអស់បាត់ទៅហើយអញ្ចឹងហើយពួកគេគឺមិនអាចទៅនៅទីនោះបានទៀតឡើយហេតុការណ៍បានកាត់នៅពេលដែលពួកគេបានជិះជាមួយនឹងមូសរបួសពួកគេក៏បានធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ Roswell ដែលវាគឺជាវិមានដ៏ធំមួយបន្ទាប់មកយើងគឺបានឃើញជាមួយនឹងអ្នករាល់គ្នាពួកគេក៏បានធ្វើដំណើរទៅដល់ទីនោះដែរចំណែក Roswell វិញគាត់បាននិយាយទៅកាន់ Subaru ថាចាប់តាំងពីពេលនេះតទៅគាត់គឺមិនមើលស្រាលទៅកាន់ Subaru ទៀតទេ បន្ទាប់មកវាក៏ចាប់ផ្ដើមដល់ជាមួយនឹងម៉ោងដែល Emily នេះគឺត្រូវតែប្រកាសប្រាប់ទៅកាន់អ្នកគ្រប់គ្នាថាចាប់តាំងពីពេលនេះតទៅ Subaru គឺជាណៃរបស់នាងឬក៏យើងហៅថាគឺជាអ្នកបម្រើផ្ទាល់ខ្លួននឹងឯងបន្ទាប់ពី Emily បានប្រកាសប្រាប់ទៅកាន់អ្នករាល់គ្នារួចហើយវិធីជប់លៀងវាក៏ចាប់ផ្ដើមបង្កើតឡើងចំណែកឯ Subaru ហើយនិង Emily វិញពួកគេទាំងពីរបានធ្វើដំណើរមកដល់ខាងក្រៅដើម្បីនិយាយគ្នាលេងបន្តិចបន្តួច ប៉ុន្តែទោះបីជាយ៉ាងណាអេមីលីនាងក៏នៅតែព្រួយបារម្ភអញ្ចឹងប៉ុន្តែស៊ូបារុបាននិយាយទៅកាន់នាងថាមិនចាំបាច់ព្រួយបារម្ភទេលុះត្រាណាគាត់នៅទីនេះគាត់គឺអាចជួយនាងបានរហូតស៊ូបារុបាននិយាយទៅកាន់អេមីលីទៀតថាគាត់គឺចង់ឲ្យអេមីលីទុកចិត្តទៅកាន់អ្នកដទៃទោះបីជាមិនមានគាត់ប៉ុន្តែយ៉ាងហោចណាស់ក៏មានអ្នកដទៃទៀតដែរចំណែកឯអេមីលីវិញនាងគឺពិតជាសប្បាយចិត្តខ្លាំងណាស់រួចនាងបាននិយាយទៅកាន់ស៊ូបារុថានាងគឺពិតជាមានសំណាងមែនទែនដែលនាងគឺបានស្គាល់ទៅកាន់ស៊ូបារុ ជាចុងក្រោយវិធីជប់លៀងវាក៏នៅតែបន្តយើងគឺបានឃើញជាមួយនឹងមនុស្សជាច្រើនដែលពួកគេគឺកំពុងតែសប្បាយនៅក្នុងវិធីជប់លៀងមួយនោះអូខេអ្នកទាំងអស់គ្នាអញ្ចឹងសាច់រឿងរីសេរ៉ូរដូវកាលទី2គឺមានតែប៉ុណ្ណឹងយើងចាំជួបគ្នានៅរដូវកាលទី3ឆាប់ៗ